សមាជិកគ្រប់គ្នានៅក្នុងក្រុម Straw Hat សុទ្ធតែបានបាត់បង់មនុស្សជាទីស្រឡាញ់រៀងៗខ្លួនទាំងអស់ Zoro បានបាត់បង់ Kuina ដែលជាដៃគូប្រយុទ្ធនិងជាមិត្តដ៏សំខាន់ម្នាក់ដែលធ្វើឲ្យគេដាក់គោលដៅធ្វើជាស្ដេចដាវទី1 Usopp បានបាត់បង់ម្ដាយដោយសារតែមានជំងឺចម្លែកមិនអាចព្យាបាលបានហើយគេថែមទាំងត្រូវបានឪពុកទុកចោលទៀត Nami បាត់បង់ Bellamy ដែលជាម្ដាយចិញ្ចឹមរបស់នាងដោយ Arlong បានបាញ់សម្លាប់គាត់នៅចំពោះមុខនាងតែម្ដង Sanji បានបាត់បង់ម្ដាយដោយសារតែគាត់ប្រយុទ្ធប្រឆាំងជាមួយនឹងការពិសោធន៍ដើម្បីជួយសង្គ្រោះ Sanji Chopper បានបាត់បង់ Dr. Herolok ដែលប្រៀបបានទៅនឹងឪពុករបស់គេសម្រាប់ Robin វិញគឺកំសត់ជាងគេត្រូវបាន World Government សម្រាប់គ្រួសារមិត្តភ័ក្តិហើយនិងអ្នកភូមិចោលទាំងអស់ហើយបានទម្លាក់កំហុសឲ្យនាងថាជាក្មេងបិសាចទៀត Frankie បានបាត់បង់ Tom ដែលប្រៀបដូចជាឪពុកដែរដោយគាត់ត្រូវបានគេចោទប្រកាន់ហើយចាប់យកទៅប្រហារជីវិត Brooke បាត់បង់សមាជិករួមសំពៅទាំងអស់ដែលគេគ្រប់គ្នានឹងគឺសុទ្ធតែត្រូវថ្នាំពុលស្លាប់រួមទាំង Brooke ខ្លួនឯងដែរប៉ុន្តែដោយសារតែគេមានថាមពល Devil Fruit នឹងក៏អាចធ្វើឲ្យគេមានជីវិតឡើងវិញ Jinbei បាត់បង់ Captain Tiger ដែលជាមនុស្សម្នាក់ដែលគេគោរពខ្លាំងមែនទែនហើយចុងក្រោយគេគឺ Luffy របស់យើងនឹងបានបាត់បង់ Ace នៅក្នុងសង្គ្រាម Marineford